Song Swakumakan The Breaking Coin យន្តហោះ F-16 មួយរបស់សហរដ្ឋអាមេរិកធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាប្រភព PRT ថ្ងៃទី7 ខែធ្នូឆ្នាំ2025អ្នកបើកយន្តហោះដែលជាសមាជិកក្រុមហោះហើរបង្ហាញសមត្ថភាព Thunderbird របស់កងទ័ពអាកាសបានជម្លៀសខ្លួនចេញដោយសុវត្ថិភាពយន្តហោះ F-16C របស់សហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺននៅពីលើរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃពុធនេះបើយោងតាមការរាយការណ៍របស់កងទ័ពអាកាសសារព័ត៌មានយោធា Stars and Stripes បាននិយាយកាលពីថ្ងៃពុធថាយន្តហោះនេះបានធ្លាក់នៅក្នុងតំបន់វាលខ្សាច់ដែលគ្មានមនុស្សរស់នៅប្រហែល209គីឡូម៉ែត្រភាគឦសាននៃទីប្រជុំជនលោក Angeles ក្នុងតំបន់មួយដែលត្រូវបានប្រើសម្រាប់ការសាកល្បងអាវុធពិតវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានបង្ហាញពីដុំភ្លើងដ៏ធំមួយដែលហុយឡើងពីកន្លែងធ្លាក់ហើយអ្នកបើកយន្តហោះបានលោតឆាយងចុះមកនៅឆ្ងាយពីទីនោះបន្តិចយោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិកយន្តហោះនេះជាកម្មសិទ្ធិរបស់កងអនុសេនាធំហោះហើរបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួនអ្នកនាំពាក្យកងទ័ពអាកាសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅថ្ងៃទី3ខែធ្នូឆ្នាំ2025វេលាម៉ោងប្រហែល 10:45 នាទីព្រឹកអ្នកបើកយន្តហោះមកពីក្រុមហោះហើរបង្ហាញសមត្ថភាពរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកគឺ Thunderbird បានជម្លៀសខ្លួនចេញដោយសុវត្ថិភាពពីយន្តហោះ F-16C Fighting Falcon ក្នុងអំឡុងពេលបេសកកម្មហ្វឹកហ្វឺននៅពីលើដែនអាកាសដែលគ្រប់គ្រងក្នុងរដ្ឋកាលីហ្វ័រញ៉ាពួកគេបានបន្ថែមថាអ្នកបើកយន្តហោះមានស្ថានភាពនឹងណហើយបានទទួលការថែទាំតាមដានកាលពីដើមឆ្នាំនេះអ្នកបើកយន្តហោះ F-16 ម្នាក់នៃកងទ័ពអាកាសប៉ូឡូញដែលជាសមាជិកក្រុមហោះហើរ Tiger Demo របស់ប្រទេសនេះបានស្លាប់នៅក្នុងការធ្លាក់យន្តហោះក្នុងអំឡុងពេលកម្មវិធី Random Air Show បន្ទាប់ពីព្យាយាមធ្វើសម្យុទ្ធ Barrel Roll ល្បឿនលឿន